លោកឈិនសុធាដែលជាអ្នកបង្ហើបរឿងនេះដំបងគេបងអស់គ្រាន់តែមិនបានចុចចំឈ្មោះម្ចាស់ប្រេនមិនបានបង្ហើបម្ចាស់ប្រេនគាត់បានបកស្រាយពីព្រឹកថាម្ចាស់ប្រេនរូបនោះបានទទួលលិខិតពីខាងពន្ធដាររួចហើយខាងពន្ធដារទុកពេលឲ្យគាត់1ខែដើម្បីឲ្យគាត់យកលុយទៅបង់ពន្ធជូនរដ្ឋនៅចំនួនទឹកប្រាក់រយៈពេល8ឆ្នាំដែលគាត់មិនបានបង់ខណៈដែលចាយៈគាត់បានចេញសារបង្ហោះទទួលស្គាល់ថារឿងដែលកំពុងតែផ្ទុះនៅក្នុងបណ្ដាញសង្គមក្រោយការទម្លាយរបស់លោកពូផៃវណ្ណៈហើយនេះគឺជារឿងក្រុមហ៊ុនរបស់គាត់ពិតមែនគាត់ប្រកាសចំហចាស្វាគមន៍ការធ្វើសាវនកម្មពីខាងពន្ធដារចាការបង្ហោះទាំងស្រុងយ៉ាងម៉េចរឿងរ៉ាវដំណើររឿងយ៉ាងណានោះបងប្អូនស្ដាប់លំអិតជាមួយបងចយទាំងអស់គ្នាតែម្ដងអញ្ចឹងបងចយសូមចាក់ចាសំឡេងដែលលោកឈិនសុធានេះគាត់បានបង្ហោះ4នាទីជាងបងប្អូនដែលគាត់រៀបរាប់តាក់ទងទៅនឹងម្ចាស់ប្រេនមួយរូបហ្នឹងហើយគាត់បង្ហោះពីព្រឹកបងប្អូនអញ្ចឹងគាត់អត់មានបានបញ្ចេញឈ្មោះទេលោកឈិនសុធាដែលអ្នកដែលបង្ហោះរឿងហ្នឹងដំបងគេពីថ្ងៃមុនហ្នឹងគឺគាត់អត់មានបានបង្ហាញឈ្មោះទេព្រឹកមិញហ្នឹងក៏គាត់មិនទម្លាយឈ្មោះដែរក៏អត់ទាន់ទម្លាយទេបងប្អូនណាហ្នឹងហើយចាធ្លាយហ្នឹងគឺធ្លាយតាមរយៈលោកពូផៃវណ្ណៈពេលរសៀលម៉ោង1ហើយទេប៉ុន្តែស្ដាប់ការរៀបរាប់របស់លោកឈិនសុធាទាំងអស់គ្នាបន្តិចសិននឹងបងពុនជូនជាតិអស់រយៈពេល8ឆ្នាំ8ឆ្នាំមើលនៅក្នុងខ្ទង់ខមមិនមហាជនជាច្រើនបញ្ចេញក៏បញ្ជាក់ថា8ឆ្នាំដែលម្ចាស់ប្រេរូបនោះมันបានបងពុនជូនរដ្ឋថាចុះបើអត់បងពុន8ឆ្នាំហេតុអីបានជាម្ចាស់ប្រេហ្នឹងអាចបន្តរស់ស៊ីបានមកដល់ម៉ោងណាបងប្អូនខ្ញុំបញ្យល់កតាបកិច្ចនៃការបងពុនធិតពិតទៅគឺខាងពុនណាគេចោះអូឌីតបាទគេមានពេលវេលានៃការអូឌីតរបស់គេទេប៉ុន្តែម្ចាស់ប្រេនោះតែងតែប្រកាសចំណូលសូន្យជារៀងរាល់ឆ្នាំបានន័យថាប្រកាសថាខ្លួនហ្នឹងអត់បានទទួលបាទផលចំណេញពីការលក់ប្រេរបស់ខ្លួនហ្នឹងទេប៉ុន្តែអ្វីដែលជាចម្ងល់ប្រកាសថាខ្លួនអត់មានចំណូលដាក់ចំណូលសូន្យតែនៅក្នុងបណ្ដាញសង្គមវិញអួតលុយអួតស្អីគ្រប់យ៉ាងបាទមានអាមវ័នមានអាស្អីចឹងទៅណាដែលវាខុសអំពីការប្រកាសពន្ធជាក់ស្ដែងហើយនេះគឺគាត់បញ្ជាក់ច្បាស់ថាការប្រកាសបងពុនចំណូលរបស់ក្រុមហ៊ុន0000ប៉ុន្តែបែរជាសូតាមបណ្ដាញសង្គមចាលុយមាសមុខរបររង្វាន់នេះនោះអីជាច្រើនអីចឹងទៅដែលវាផ្ទុយពីការប្រកាសពន្ធរបស់គាត់នេះខ្ញុំមិនបន្ទោសតែត្រឹមម្ចាស់បរិញ្ញាតែមួយមុខទេប៉ុន្តែនៅក្នុងស្ថាប័នរដ្ឋរបស់យើងពិតជាមានមន្ត្រីមួយចំនួនដែលក្បត់មនសិការដែលមានចេតនាកັບកេងថវិកាជាតិបង្វិលទៅជាថវិការបស់ខ្លួនឯងខ្ញុំដាក់ការសង្ស័យមួយដែរថាតើអាចទេដែលម្ចាស់បរិញ្ញានេះបាទខុបខិតជាមួយនឹងមន្ត្រីណាមួយបងសេវាក្រៅប្រព័ន្ធផ្លូវការហេតុបានតែថាមិនទាំងមន្ត្រីក៏ចង់ខ្លាយជាអ្នកមានលឿនទាំងម្ចាស់បរិញ្ញានឹងក៏ចង់ខ្លាយជាអ្នកមានលឿនដូចគ្នាបានខុបខិតគ្នាទៅធ្វើអារឿងដែលថោកទាបចឹងបាននេះគឺជាការក្បត់ជាតិមួយហើយបងប្អូនឥឡូវខ្ញុំបកមកវិញបងប្អូនពិតចង់ដឹងថាបរិញ្ញារូបណាហើយប៉ុន្តែក្នុងនេតិនេះខ្ញុំសូមទូបងប្អូនសិនខ្ញុំអត់ទាន់បញ្ចេញឈ្មោះបានទេពីព្រោះអីឥឡូវនេះខាងពន្ធដារគេកំពុងតែដាក់លិខិតជូនដំណឹងទៅដល់ដៃមានម្ចាស់បរិញ្ញានឹងហើយអញ្ចឹងសម្បីខ្លួនបានដឹងខ្លួនហើយបាទហើយគេក៏ដូចជាតាមក្នុងដូចជាទុកបាទអសានបាតឲ្យ1ខែឲ្យចូលខ្លួនទៅបងពន្ធដារអត់បានបងទេ8ឆ្នាំហ្នឹងហើយតាមដឹងមកបងប្អូនណាអត់តិចលានដុល្លារទេអត់តិចលានដុល្លារទេបងប្អូនប៉ុន្តែចំនួនប៉ុណ្ណាជាក់ស្ដែងពិតប្រាកដនោះគឺมันមានតួរលេខនោះទេគាត់ថាมันតិចលានដុល្លារព្រោះ8ឆ្នាំហើយធម្មតាបងប្អូនដូចយើងទៅបង់ពន្ធដីយឺតអត់បានបង់អញ្ចឹងគេមានគុណប្រាក់ការគុណការផាកពិន័យយើងអត់ទៅបង់អត់អីអញ្ចឹងវាអាចច្រើនជាងធម្មតានៅពេលដែលយើងបង់ប្រចាំឆ្នាំអីចឹងទៅគេគិតគូបាទទូទាត់ទៅអត់តិចលានដុល្លារហ្នឹងហើយបានជាគេកប់ប្រាប់គេចង់លុបប្រេនមួយនឹងចោលបាទចាអញ្ចឹងលោកឈិនសុធាបញ្ជាក់ណាថាម្ចាស់ប្រេនរូបនោះឃើញតួរលេខទឹកប្រាក់នៅក្នុងការបង់ពន្ធហ្នឹងច្រើនអញ្ចឹងហើយទៅគេកប់ណាគាត់គេកប់ចង់លុបចាចង់លុបចង់បិទក្រុមហ៊ុននោះចង់លុបប្រេននឹងចោលសំទោសមិនមែនក្រុមហ៊ុនណាចង់លុបប្រេននឹងចោលទាំងខាងពន្ធដារគេតបវិញគេថាបងប្អូនលុបក៏លុបទៅប៉ុន្តែអាកតាបកិច្ចបងពុនជ្រោហ្នឹងត្រូវតែបងរួយសិនបងសិនចាំលុបបាទអញ្ចឹងឥឡូវនេះគេទុកពេលឲ្យ1ខែអញ្ចឹងបងប្អូនចាំមើលបើសិនជាមួយខែក្រោយណា
mà chắc bé đúng đi ở bằng pin cái tao bằng cái bong pun chun chia tế cứ bong ôn làm ăn squall hay bà hay tu toán có bị mạng nắng ruột dài bộ ấy lui cho hơn nè bài này anh kích ở bong pun chun rót bàn tay này anh nguyên lui từ che pin mà đang sòng cùng nè hay đứng đi bong ôn thật đăng tha ta ca na chua phơi mình chua tầm chặt bé nó mùi thế một tray mùi chùm nún có cây sườn cây này ta hết ấy ban chia phép mình pro cái đây đó thôm mùi ní bằng to ban là hốt đo bằng 7 ឆ្នាំ 8 ឆ្នាំមិនមែនតិចទេបងប្អូនយូរណាស់ចាប៉ិតយូរមែនតើដល់ទៅ8ឆ្នាំណាបងប្អូនណាចា ហើយអ្វីដែលខ្ញុំយកមកនិយាយពេលនេះនោះគឺខ្ញុំចង់ផ្ញើសារទៅកាន់ម្ចាស់ brand ផ្សេងទៀតពួកខ្ញុំជឿថាករណីនេះមិនមែនមានតែម្នាក់ហ្នឹងទេអាចមានអ្នកដទៃទៀតអញ្ចឹងទាន់បញ្ហាមិនទាន់មកដល់ពួកអ្នកឯងមួយចំនួនដែលធ្វើទង្វើក្បត់ជាតិមិនបងពុនជនជាតិហ្នឹងឆាប់ចូលខ្លួនទៅបងពុនជនជាតិឲ្យបានត្រឹមត្រូវហើយបើមិនចង់បាត់បង់កេរ្តិ៍ឈ្មោះដែលខំសាងរាប់ឆ្នាំមកទេល្មមហើយអ្នកក៏ជាខ្មែរម្នាក់ដែរបើអ្នកស្រឡាញ់ជាតិពិតប្រាកដមិនមែនទៅត្រឹមតែ show ទៅបណ្ដាញសង្គមធ្វើជាសពបរោះធ្វើជាអីទេប៉ុន្តែបើស្រឡាញ់ជាតិពិតប្រាកដគឺចូលរួមបំពេញកាតព្វកិច្ចនៅក្នុងការជ្រោងជាតិជ្រោងរដ្ឋាភិបាលអាហ្នឹងបានគេហៅថាអ្នកដែលស្រឡាញ់ជាតិពិតប្រាកដហើយមកដល់ម៉ោងនេះនៅក្នុងបាទដំណាក់បងចូលសំចាក់ត្រឹមប៉ុណ្ណឹងព្រោះសល់កតុយបន្តិចគាត់ផ្ដាំផ្ញើអញ្ចឹងណាថាឲ្យគោរពច្បាប់ឲ្យត្រឹមត្រូវទាំងអស់គ្នាអញ្ចឹងទៅព្រោះក្នុងការដឹកនាំដែលនឹងធ្វើការវះកាត់រាល់អ្នកដែលប្រព្រឹត្តមិនត្រឹមត្រូវទៅតាមច្បាប់អីចឹងទៅណាហ្នឹងហើយចាអញ្ចឹងក្រោយពីវីដេអូរបស់លោកឈិនសុធានេះគាត់បង្ហោះពីព្រឹកគាត់នៅតែមិនបញ្ចេញឈ្មោះម្ចាស់ brand នោះឡើយគាត់គ្រាន់តែរៀបរាប់ដំណើររឿងខ្លះសំខាន់ដែលចំនួនទឹកប្រាក់បងពុនហ្នឹងគឺខ្ទង់លានដុល្លារមិនតិចលានដុល្លារនោះទេព្រោះ8ឆ្នាំក្រោយពីការបង្ហោះវីដេអូរបស់គាត់នឹងហើយក៏មានការបង្ហោះរបស់លោកជំទាវហ៊ុនស៊ីណាតប្រហែលជាខ្ទង់ម៉ោង1រសៀលថ្ងៃដដែលហ្នឹងថ្ងៃទី18មិថុនា2026ហ្នឹងលោកជំទាវហ៊ុនស៊ីណាតគាត់បង្ហោះគាត់ចាំមើលថាតើសិទ្ធិនេះដែលបង្ហោះមាសទាំងដុំបង្ហោះលុយទាំងដុំចានឹងបងពុនចាចូលទៅកាន់រដ្ឋឲ្យត្រឹមត្រូវឬអត់អញ្ចឹងទេលោកជំទាវហ៊ុនស៊ីណាតក៏គាត់មិនបានបង្ហើបចុចឈ្មោះចំថាម្ចាស់ brand ណាដែរប៉ុន្តែលោកពូផៃវណ្ណៈទេដែលជាអ្នក share post របស់លោកជំទាវហ៊ុនស៊ីណាតហើយក៏បានបញ្ជាក់ថា brand Miss Sunflower ក្រោយពីលោកពូផៃវណ្ណៈចាចុចឈ្មោះចំក៏ផ្ទុះផ្អើលក្នុងបណ្ដាញសង្គមហ្មងនិយាយទៅ new fit គឺសិតតែរឿងហ្នឹងក្រោយមកប្រហែលជារំលង1ម៉ោងចាអាចខ្ទង់ម៉ោង2ជាងបន្តិចចាប្រហែលណាប្រហែលជាខ្ទង់ម៉ោង2ជាងព្រោះលោកពូផៃវណ្ណៈគាត់ share ហ្នឹងម៉ោង1ហើយម្លងប្រហែល1ម៉ោងចាយៈក៏គាត់បានបង្ហោះណាគាត់បានបង្ហោះសារតាក់ទងទៅនឹងរឿងហេតុដែលកំពុងតែផ្ទុះក្នុងបណ្ដាញសង្គមក្រោយការទម្លាយចុចឈ្មោះចំពីខាងលោកពូផៃវណ្ណៈហ្នឹងហើយហ្នឹងណាគាត់បានសរសេរថាក្នុងនាមយើងខ្ញុំជាប្រជាពលរដ្ឋស្រុតត្រង់ដែលជ្រកក្រោមម្លប់សន្តិភាពនិងជាសប្បុរសជនមួយរូបដែលចូលរួមចំណែកការងារសង្គមគឺយើងប្រកាន់ភ្ជាប់នឹងការគោរពច្បាប់របស់ប្រទេសនិងស្វាគមន៍រាល់ការធ្វើសវនកម្មជានិច្ចព្រោះពួកខ្ញុំប្រកាន់គោលជំហររកស៊ីទៀងត្រង់និងមិនតវ៉ាចំពោះចំណាត់ការណាមួយនោះឡើយខ្ញុំស្រឡាញ់ប្រទេសជាតិខ្ញុំគ្រប់យ៉ាងគឺខ្ញុំធ្វើក៏ដើម្បីមុខមាត់ប្រទេសដូចគ្នាខ្ញុំអរគុណ fan ដែលតែងតែគាំទ្រនិងជឿជាក់មកលើខ្ញុំនេះគឺជាការបង្ហោះរបស់ចាយៈការបង្ហោះរបស់គាត់ហ្នឹងគឺដែល clear មកកណាត់ខាងលើហ្នឹងគឺគាត់ទទួលស្គាល់ថារឿងដែលលោកពូផៃវណ្ណៈទម្លាយហ្នឹងគឺជារឿងក្រុមហ៊ុនរបស់គាត់ហើយគាត់ប្រកាន់ជំហរក្នុងការស្វាគមន៍ការធ្វើសាវនកម្មអញ្ចឹងកន្លែងនេះចាយើងផ្ទុយជាមួយនឹងការបកស្រាយរបស់លោកឈិនសុធាបន្តិចព្រោះលោកឈិនសុធាបញ្ជាក់ឲ្យថាខាងពន្ធដារបានជូនលិខិតទៅកាន់គាត់មានដឹងតួរលេខចំនួនលុយក្នុងការបង់ពន្ធហើយគេទុកពេលឲ្យគាត់មួយខែអញ្ចឹងណាបងប្អូនប៉ុន្តែសម្រាប់ការបង្ហោះរបស់ចាយៈគឺគាត់បញ្ជាក់ថាគាត់រងចាំស្វាគមន៍ការធ្វើសាវនកម្មអញ្ចឹងការចំណាយពេលក្នុងការធ្វើសាវនកម្មហ្នឹងរយៈពេលប៉ុណ្ណាក្នុងរយៈពេលមួយខែដោយលោកឈិនសុធាគាត់បានលើកឡើងឬអត់ចាយើងរងចាំតាមដានមើលក្នុងកំឡុងរយៈពេលមួយខែហ្នឹងហើយថាតើនឹងមានការចេញព័ត៌មានពីខាងអគ្គនាយកដ្ឋានពន្ធដារមកវិញឬអត់តាក់ទងទៅនឹងករណីនេះបញ្ចូលនឹងធ្វើការតាមដានបន្ថែមទៀតប៉ុន្តែការផុសរបស់ចាយៈនេះក៏លោកពូផៃវណ្ណៈក៏គាត់បាន share ដែរហើយគាត់បាននិយាយចំប្រាប់ចំទៅកាន់ចាយៈថាគាំទ្របងពុនជូនរត់ទៅក្មួយបើមានជំពាក់ពុនរត់ពិតប្រាកដមែននេះគឺលោកពូផៃវណ្ណៈ share ផុសរបស់ចាយៈហ្នឹងហើយប្រាប់ចាយៈថាបើសិនជាមានជំពាក់ពុនរត់ពិតប្រាកដមែនក៏បងឲ្យគេទៅអញ្ចឹងវាខុសគ្នាមិនបន្តិច
ដោយដែលបងចុយបានលើកឡើងខាងដើមមុននឹងមិញនឹងអញ្ចឹងចាយាគាត់ផុសមកកណាត់ខាងក្រោមដែលគាត់ស្វាគមន៍ការធ្វើសាវនកម្មនេះត្រង់ចំណុចមួយឃ្លាហ្នឹងគឺគាត់ចង់ទៅសេមានន័យថាខាងពុនដាបានជុំដំណឹងធ្វើសាវនកម្មប៉ុន្តែលទ្ធផលនៃការធ្វើសាវនកម្មមិនទាន់ចេញមកនោះទេថាតើក្រុមហ៊ុនគាត់ណាបានជំពាក់ពុនមិនបានបង់ពិតមែនឬក៏មិនមែនទេចាអញ្ចឹងតើរងចាំលទ្ធផលពីខាងពុនដាមកសិនណាតើ brand គាត់នេះពិតជាបានជំពាក់ពុនរត់ចាពិតប្រកបចំនួនប៉ុណ្ណេះឬក៏មិនមានទេនេះបងប្អូនណាការផុសរបស់ចាយៈគឺចំណុចកន្លែងហ្នឹងគឺបញ្ជាក់អញ្ចឹងប៉ុន្តែការបកស្រាយរបស់លោកឈិនសធាពីផឹកហ្នឹងគាត់ថាខាងពុនដាជូនលិខិតទៅខាងម្ចាស់ brand រួចហើយម្ចាស់ brand ហ្នឹងក៏ដឹងអំពីទូរលេខចាចំនួនលុយក្នុងការបង់ពុនហើយដែរប៉ុន្តែឃើញច្រើនក៏គេកុកចង់លុបចាលុប brand ហើយក៏បិទក្រុមហ៊ុនអីអញ្ចឹងជាដើមអញ្ចឹងទៅបងប្អូនអញ្ចឹងកន្លែងនេះយើងអត់ទាន់ដឹងថាយ៉ាងម៉េចទេបងប្អូនណានៅមកកលៈទៀតចារងចាំការប្រកាសរបស់ខាងពុនដាមកវិញសិនថាលទ្ធផលនៃការសាវនកម្មទៅលើក្រុមហ៊ុនរបស់ចាយៈនេះចាទៅលើ brand មីសនេះចាលទ្ធផលចេញមកយ៉ាងម៉េចហ្នឹងហើយបងប្អូនអញ្ចឹងកន្លែងហ្នឹងមកកលៈសិនតមកទៀតបងប្អូនណាតមកទៀតសាច់រឿងនេះលពូផៃវណ្ណៈចាគាត់បានចេញមកផុសហុយមុននឹងប្រហែលជាខ្ទង់ម៉ោង7គាត់ថាសម័យខ្លួនទទួលស្គាល់មិនទាន់បានបងពុនជូនរដ្ឋពិតមែនតែអ្នកគ្រប់គ្រងដែលធ្លាប់បាន4-10ដុល្លារប្រឹងចេញមកការពារទាំង10គត់ចានេះគឺគាត់ដាក់សម្ដៅចំទៅកាន់ fan ចារបស់ចាយៈចាដែលចេញមកការពារចាយៈទាំងដែលចាយៈបានចេញមកបញ្ជាក់ថារឿងហ្នឹងគឺជារឿងរបស់គាត់ហើយកន្លែងនេះលោកពូផៃវណ្ណៈគាត់បញ្ជាក់ច្បាស់ហ្មងនេះសម័យខ្លួនទទួលស្គាល់ថាមិនទាន់បានបងពុនជូនរដ្ឋមែនលោកពូផៃវណ្ណៈគាត់បញ្ជាក់អញ្ចឹងសារជាថ្មីនៅល្ងាចប្រហែលជាខ្ទង់ម៉ោង7ជាងតែខាងចាយៈក៏អត់ទាន់មានប្រតិកម្មអីទៀតទេបងប្អូនតាមមក status ដែលបងចយប្រាប់អានមុននឹងអំបញ្ញមិញទេដែលខាងលើគាត់ទទួលស្គាល់ថារឿងដែលកំពុងផ្ទុះជារឿងគាត់ហើយមកកណាត់ខាងក្រោមគឺគាត់ស្វាគមន៍ឲ្យខាងសាវនករទៅធ្វើសាវនកម្មចំពោះក្រុមហ៊ុនរបស់គាត់លទ្ធផលចេញមកបែបម៉េចគឺនៅមិនទាន់ដឹងហ្នឹងហើយបងប្អូននេះសាច់រឿងទាំងស្រុងតែម្ដងដែលបងប្អូនស្ដាប់ហើយយកឃើញណាការខមមិនការចូលរួមបានដូចគ្នាផងដែរហើយនេះក៏ជារឿងមួយដែលចង់ផ្ដាំផ្ញើទៅកាន់ចាអ្នករកស៊ីមិនថាអនឡាញឬក៏មិនមែនអនឡាញអីនោះទេចាត្រូវតែធ្វើឲ្យត្រឹមត្រូវទៅតាមច្បាប់ត្រូវតែបង់ពន្ធឲ្យបានត្រឹមត្រូវបើមិនដូច្នេះទេអាចនឹងមានរឿងចាដូចចាករណីរបស់ចាយៈអញ្ចឹងបងប្អូនណាហ្នឹងហើយចាអរគុណណាស់មកជួយសុំពរក្នុងសាច់រឿងនេះយកមកជជូនបងប្អូនយើងត្រឹមប៉ុណ្ណឹងរកការខុសឆ្គងដែលកាត់មានអីក៏សូមអភ័យទោសទៅកាន់បងប្អូនយើងទាំងអស់គ្នាផងអញ្ចឹងមានតែរងចាំអ៊ុតមើលលទ្ធផលបន្តទៀតពីខាងពុនដាមកវិញថាសាវនកម្មហើយលទ្ធផលចេញមកយ៉ាងម៉េចអីចឹងណាបងប្អូនជួយនឹងធ្វើការយកមកជជូនទៅកាន់បងប្អូនយើងជាបន្តទៀតផងដែរគណៈនេះខ្ញុំជួយសូមគោរពលាជួបគ្នាជាមួយបងប្អូននៅវីដេអូក្រោយ